បន្ទាប់ពីសម្រាប់បារ៉ែនហើយចិនវូក៏ទទួលបាន item ចុងក្រោយសម្រាប់ផលិតថ្នាំអមតៈបន្ទាប់ពីធ្វើចិត្តរួចហើយចិនវូក៏បានបញ្ជាឲ្យ system នោះផលិតថ្នាំអមតៈចេញមកសម្រាប់គ្នានោះផងដែរ Aaron ក៏បានយកសាកសពសត្វនាគដែលចិនវូបានសម្លាប់មុននឹងយកមកធ្វើជាសមរថ្មីរបស់គាត់ហើយសត្វនាគថ្មីនឹងចិនវូក៏បានដាក់ឈ្មោះវាថា Kaiser នៅពេលនឹង Asia ក៏ចង់បបួលចិនវូចូលរួម party ចំពោះជ័យជំនះមួយនេះក៏ប៉ុន្តែចិនវូបានបដិសេធហើយចិនវូក៏ចាប់ផ្ដើម activate skill ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Shadow Extraction រួចហើយចិនវូក៏បាននិយាយទៅកាន់ Asia ថាគាត់ក៏មិនបានចូលរួមក្នុងកម្មវិធី party របស់ពួកគេនោះទេបន្ទាប់មកចិនវូក៏បានប្រើប្រាស់ skill Shadow Extraction ផ្លាស់ប្ដូររាងកាយជាមួយនឹងស្រមោលដែលបានដាល់បាននៅជុំវិញផ្ទះបន្ទាប់ពីចេញមកខាងក្រៅវិញនឹងចិនវូក៏បានឃើញផងដែរថា skill របស់គាត់នឹងគឺមាន cooldown រយៈពេល3ម៉ោងទើបគាត់អាចប្រើប្រាស់វាម្ដងមិនបងយូរចិនវូក៏បានកោះឲ្យ Kaiser ដែលជាជនជំនាញផ្ទាល់ខ្លួនហត់សម្ដៅទៅកាន់មន្ទីរពេទ្យចាប់ទៅខាងផាប់មកកន្លែងនោះវិញយើងក៏បានឃើញបីយន្តហោះជាមួយនឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀតមានឈ្មោះថា Beyond Go ដែល Beyond Go នឹងគាត់គឺជា Hunter Healing Rank A ម្នាក់ក៏តែគាត់ក៏បានចូលនៅបទយូរណាស់មកហើយបីយន្តហោះមកជួបជាមួយនឹង Beyond Go យប់នេះនឹងវាអាចថាជាលើកចុងក្រោយដែលពួកគេបានជួបគ្នាក៏ដោយសារតែគាត់គឺអត់មានចំណុចចិត្តនោះទេថាឯនឹងត្រឡប់មកវិញដោយមានជីវិតនៅក្នុងសមរភូមិនៃកោះជូជេនបូទៅកាន់ជិនវូនៅវិញគាត់ក៏បានសម្លឹងមើលនៅរបួសដែលបានជាប់លើកម្ដាយរបស់គាត់ក៏ដោយសារតែវាគឺជាឱកាសដ៏ប្រហែលដែលកាត់ឡើងពេលតែគាត់នៅក្មេងនៅពេលហ្នឹងគាត់ក៏បានធ្វើឲ្យឆ្នាំងសម្លដែលកំពុងតែក្តៅហ្នឹងក៏បានធ្លាក់ទៅលើម្ដាយរបស់គាត់ដែលជាតំណាងបន្ទាប់ពីនឹកឃើញរឿងទាំងអស់ហ្នឹងហើយជិនវូក៏បានបញ្ចេញថ្នាំអមតៈរបស់ខ្លួនចេញមកនិងបានយកវាទៅព្យាបាលម្ដាយរបស់គាត់ដែលកំពុងតែលងលក់នៅលើគ្រែបន្តិចក្រោយមកថ្នាំអមតៈក៏បានបញ្ចេញប្រតិកម្មដែលបានព្យាបាលស្នាមនៅជាប់នឹងកក៏ដូចជាធ្វើឲ្យម្ដាយជិនវូទៅសភាពក្មេងជាងវ័យជាងមុនផងដែរបន្ទាប់ពីជិនវូអង្គុយរងចាំអស់រយៈពេល3ម៉ោងគាត់ក៏បានដឹងខ្លួននិងបាននិយាយទៅកាន់ជិនវូថាតើនេះគឺជាឯងមែនទេជិនវូបន្ទាប់ពីឃើញចឹងជិនវូគាត់គឺរំភើបក៏រសារតែវាក៏បានកន្លងផុតទៅជាយូរណាស់មកហើយរីឯដំណើរថាអ្នកជំងឺ Internal Slumber ដឹងខ្លួនវិញនឹងវាក៏បានលើកពេញមន្ទីរពេទ្យក៏រសារពួកគេក៏មិននឹកស្មាននោះទេថាវានឹងអាចកាត់ឡើងរីឯជិនណានៅវិញបន្ទាប់ពីបានឃើញម្ដាយរបស់ខ្លួននៅចំពោះមុខបែបនេះនាងក៏បានស្ទុះចូលទៅអោបដែលពួកគេក៏បានបញ្ចេញក្តីនឹករលឹកគ្នាទៅវិញទៅមករឿងក៏បានបង្វែរទៅកាន់លោកប្រធាន Chairman Go នៅវិញដែលគាត់គឺកំពុងតែធ្វើសន្និសីទកាសែតដែលគាត់ក៏បាននិយាយទៅកាន់ប្រជាជននៅក្នុងប្រទេសកូរ៉េទាំងមូលឲ្យបានដឹងថាបន្តិចទៀតគឺនឹងមានសង្គ្រាមដ៏ធំមួយកើតឡើងហើយដែលវាគឺជាសង្គ្រាមរវាង Hunter ហើយនិងសត្វចម្លែកនោះឯងក៏ដូចជាបានប្រាប់ផងដែរថាពួកគេគឺមានសម្ព័ន្ធមិត្តជាមួយនឹង Hunter នៃប្រទេសជប៉ុនដូច្នេះហើយអ្នកទាំងអស់គ្នាគឺមិនចាំបាច់បារម្ភពេកនោះទេក៏សារតែគាត់ក៏បានរៀបចំ Hunter នៅក្នុងប្រទេសរបស់ពួកគេនឹងរួចរាល់ហើយបូកទៅកាន់ផ្ទះរបស់ជិនវូនៅវិញនៅពេលដែលពួកគេទាំងពីរដើរចូលមកគឺបានឃើញថាផ្ទះនឹងគឺមានសភាពរញ៉េរញ៉ៃមែនតើហើយមូលហេតុនោះវាក៏ដោយសារតែកម្ពុជាបងស្រីរបស់ជិនវូនោះឯងគ្រាន់តែគាត់ឲ្យនៅផ្ទះមួយអាទិត្យម្នាក់ឯងសោះដល់ថ្នាក់នឹងផងហ៎ក៏តែម្ដាយរបស់ពួកគេបានប្រាប់ឲ្យពួកគេទាំងពីរបើសម្អាតទៅចាំគាត់អ្នកជួយបន្ទាប់ពីបានឃើញគ្រួសារជួបជុំវិញដោយមានសុភមង្គលអញ្ចឹងជិនវូក៏បានគិតពីខ្លួនឯងវិញម្ដងក៏ដោយសារតែតាំងពីពេលដែលគាត់ចុះឈ្មោះធ្វើជា Hunter នឹងមកគាត់ក៏បានឃ្លាតឆ្ងាយពីគ្រួសារយូរខ្លាំងមែនតើហើយនៅពេលដែលឃើញជិនវូភ្លុកភ្លើអញ្ចឹងគាត់ក៏បានសួរទៅកាន់ជិនវូថាតើប្រហែលឆ្នាំចុងក្រោយនៃតើពួកគេក៏មានដំណងពីឪពុករបស់ពួកគេអត់ក៏ដោយសារតែឪពុករបស់ពួកគេនឹងគឺជា Hunter ចំណែកជិនវូវិញក៏ជា Hunter ម្នាក់ដែរពេលលើអញ្ចឹងជីណាក៏បានប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនថានាងក៏ចង់ជួយមនុស្សដែរក៏ដោយសារតែនាងឡើងគឺកំពុងតែប្រឡងធ្វើជាដុកទ័រកំពុងតែនិយាយគ្នាសោកៗលោកទាំង Chairman Go ក៏បានកោះហៅជិនវូទៅជួបជាមួយនឹងគាត់នៅក្នុងកិច្ចសន្ទនានោះផងដែរគាត់គឺចង់អញ្ជើញជិនវូឲ្យចូលរួមក្នុងក្រុមប្រមាញ់វិស័យដើម្បីទៅកម្ចាត់វិស័យលើកោះជូជិនជាមួយគ្នាពេលកំពុងតែនិយាយគ្នានឹងជិនវូក៏ទទួលអារម្មណ៍ដឹងអំពីកម្លាំងនៃ Hunter ផ្សេងទៀតហើយនៅពេលដែលលើជិនវូសួរគាត់ក៏បានប្រាប់ថាវាគឺគ្រាន់តែជាការហាត់សមរបស់ Hunter នៅក្នុងប្រទេសក៏ដូចជា Hunter ក្រៅប្រទេសនោះទេបូកទៅកាន់កន្លែងហ្វឹកហាត់នៅវិញយើងក៏បានឃើញបីយន្តហោះក៏ដូចជាមនុស្សម្នាក់ទៀតកំពុងតែសាកកម្លាំងគ្នាទៅវិញទៅមកហើយក្នុងការសាកកម្លាំងគ្នានឹងជិនវូក៏បានឃើញដូចគ្នានៅពេលនោះផងដែរលោកប្រធានឆុយចុងអិនក៏បានដើរចូលមកនិយាយរាក់ទាក់ទៅកាន់ពួកគេទាំងពីរនិងបានណែនាំឲ្យជិនវូបានស្គាល់ថាម្នាក់សោកបាសនឹងគេក៏មានឈ្មោះថាម៉ាដងវូនៅពេលនឹងក្រុម Hunter នៃប្រទេសជប៉ុនដែលដឹកនាំដោយបរិមម្នាក់ដែលដើរនៅពីមុននឹងគាត់ក៏មានឈ្មោះថា Goto នៅពេលនឹងពួកគេក៏បានចោទអារម្មណ៍ពីវត្តមានរបស់ជិនវូដែលកំពុងតែឈរនៅខាងលើរីឯជំនួយការរបស់ Goto ក៏បានណែនាំទៅកាន់ Goto ថាម្នាក់ដែលឈរខាងលើគាត់ក៏មានឈ្មោះថា Hunter សុងជិនវូដែលជា Hunter Rank S ទី10នៅក្នុងប្រទេសកូរ៉េដែលជិនវូគឺខុសពី Hunter ធម្មតាក៏ដោយសារតែគាត់គឺមានវេទមន្តដូចជា Hunter Assassin ចឹងក៏ប៉ុន្តែ Goto ក៏បានគិតថាជិនវូក៏មិនមែនជា Hunter មេធម្មតានោះទេហើយដែលឃើញក្រុមទាំងសងខាងមកជួបជុំគ្នានៅកន្លែងតែមួយអញ្ចឹងពួកគេក៏បានលើកកម្រិតមកថាពួកគេគឺចង់ប្រកួតបែបមិត្តភាពមួយរវាង Hunter នៃប្រទេសជប៉ុនហើយនិង Hunter នៃប្រទេសកូរ៉េពេលលើចឹងលោកប្រធាន Chairman Go គាត់ក៏បានបដិសេធនោះទេក៏ប៉ុន្តែក្នុងការប្រកួតនៅពួកគេគឺអនុញ្ញាតឲ្យតែ Hunter ផ្នែករាងកាយនោះទេរីឯ Hunter ដូចជា Assassin ក៏ដូចជា Mage អីនោះគឺមិនអាចពីបានឡើយហើយលក្ខខណ្ឌក្នុងការប្រកួតនោះគឺងាយស្រួលខ្លាំងមែនតើប្រសិនបើនរណាម្នាក់អាចបដូរដៃគូបដិបត្តិឲ្យដួលទៅលើដីអ្នកនោះគឺនឹងឈ្នះបន្ទាប់ពីនិយាយរួចភាគីទាំងសងខាងក៏បានឡើងទៅលើកន្លែងប្រកួតដែល Hunter នៅក្នុងប្រទេសកូរ៉េនោះគឺយើងស្គាល់ហើយមានដូចជាបីយន្តហោះឆាអេនម៉ាដងវូក៏ដូចជា Lim Teksu ចំណែក Hunter នៅប្រទេសជប៉ុនវិញមានដូចជា Tabata Kamamitsu Hasano ហើយនិង Tanaka